មានតម្លៃតែម្ដងបាទគឺសត្វដែលតម្លៃរងថ្ងៃនេះបាទខ្ញុំសង្កេតឃើញបាទតាំងពីមុនកូវីដបាទគឺអត់មានអីក្រៅពីជ្រូកទេបាទរងថ្ងៃនេះបាទគឺជ្រូកកំពុងតែមានទីផ្សារល្អបាទទីផ្សារល្អនេះគឺវាទៅតែមានទីផ្សារល្អទៅតែប្រហែលខែនេះទេបាទអញ្ចឹងគឺខ្ញុំគិតថាបងប្អូនណាដែលគាត់ចង់ចាប់យកឱកាសណាបាទអញ្ចឹងបងប្អូនគួរតែចាប់ផ្ដើមចំជ្រូកទៅបាទសម្រាប់ខ្ញុំបាទអឡូជម្រាបសួរបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីម្ដងទៀតបាទមកកាន់វីដេអូឃ្លីបរបស់ខ្ញុំមួយនេះបាទថ្ងៃនេះគឺជួបគ្នាម្ដងទៀតហើយបាទនៅវីដេអូថ្មីរបស់ខ្ញុំបាទហើយថ្ងៃនេះគឺខ្ញុំបានមកដាក់ចំណីមន់ទៀតហើយបាទគឺនៅពេលព្រឹកបាទអញ្ចឹងថ្ងៃនេះក៏ចង់មកនិយាយលេងបងប្អូនមកទៅនឹងការចិញ្ចឹមសត្វបាទហើយខ្ញុំក៏ចង់បង្ហាញបងប្អូនពីការចិញ្ចឹមសត្វបាទសត្វប្រភេទណាដែលចិញ្ចឹមទៅគឺងាយស្រួលតែមែនទែនបាទគឺងាយស្រួលមែនទែនហើយនឹងសត្វមួយណាដែលវាកំពុងតែមានតម្លៃល្អបាទទីផ្សារល្អបាទហើយបងប្អូនប្រហែលជាអាចនឹងដឹងខ្លះហើយបាទអញ្ចឹងសត្វដែលងាយស្រួលចិញ្ចឹមបាទគឺខ្ញុំសូមលើកថាសត្វខ្យងនេះតែម្ដងបាទគឺបាទប្រភេទសត្វខ្យងជប៉ុននេះបាទគឺងាយស្រួលមែនទែនបាទសម្រាប់ខ្ញុំដែលខ្ញុំធ្លាប់ចិញ្ចឹមណាបាទអញ្ចឹងគឺខ្ញុំគិតថាសត្វដែលងាយស្រួលចិញ្ចឹមជាងគេគឺខ្ញុំគិតថាខ្យងនេះឯងបាទដំបូងឡើងខ្ញុំគិតថាជាកដោជាអីដែលវាងាយស្រួលចិញ្ចឹមបាទព្រោះមានកឋានចិញ្ចឹមកដោគេក៏គេចិញ្ចឹមទៅគឺថាឃើញថាងាយស្រួលដែរបាទដោយសារវាដាក់មកកន្លែងបាទវាមិនបាច់ចាំបលេងចេញអីហត់អីទេបាទប៉ុន្តែអ្វីដែលខ្ញុំធ្លាប់គិតហ្នឹងវាដូចជាមិនមែនជាកដោទេបាទគឺអ្វីដែលខ្ញុំបង្ហាញនេះបាទគឺជាប្រភេទខ្យងបាទខ្យងបឺបាទខ្យងជប៉ុននេះបាទគឺខ្ញុំគិតថាងាយស្រួលបាទសម្រាប់ខ្ញុំព្រោះវាមិនត្រូវការពេលវេលាអីយើងចំណាយពេលច្រើនអីទេបងប្អូនបាទគឺយើងដាក់តែតង់បែបហ្នឹងឬក៏ដែលមានលូចាស់ចាស់ដូចខ្ញុំនេះខ្ញុំដាក់លូចាស់ចាស់បែបនេះបាទគឺវាចំណេញបាទសារលូនេះគឺទុកចោលនឹងធ្វើអីទេបាទអញ្ចឹងយើងដាក់ខ្ចងទៅបាទហើយនេះបងប្អូនឃើញនេះលទ្ធផលនៃការចិញ្ចឹមរបស់ខ្ញុំគឺវាកើតកូនមកច្រើនមែនទែនបាទព្រោះដំបូងឡើយគឺខ្ញុំដាក់តែតិចតួចទេបាទដាក់ប៉ុណ្្នឹងឯងបាទតិចត្រឹមតែ100កូនទេបាទប៉ុន្តែជាក់ស្ដែងគឺយើងទទួលបានខ្យងមកគឺច្រើនបងបាទ3អាងបាទ3អាងនេះហើយខ្ញុំក៏យកវាទៅដាក់នៅកន្លែងតង់មួយទៀតដែរបាទអញ្ចឹងគឺវាកើនច្រើនឡើងបាទហើយនិយាយពីរសជាតិវាវិញបាទគឺខ្ញុំបានសាកហើយបាទរសជាតិវាគឺឆ្ងាញ់បងប្អូនខ្ញុំនិយាយថាឆ្ងាញ់តែម្ដងបាទដោយសារឃើញពេលខ្លះឃើញវាទូចទេប៉ុន្តែបើសាច់វិញគឺណែនសម្បកតែម្ដងបាទមិនសិនជាខ្យងស្ដាយយើងគឺវាសម្បកធំសាច់តិចបាទប៉ុន្តែប្រភេទខ្យងនេះបាទគឺវារូបរាងវាទូចប៉ុន្តែសាច់វាគឺណែនតែម្ដងបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំគិតថាប្រភេទខ្យងនេះគឺងាយស្រួលចិញ្ចឹមបាទហើយម្យ៉ាងទៀតបាទគឺផ្សិនបងប្អូនណាដែលចង់បានអីគឺបងប្អូនអាចក៏តាក់ទងបានដែរបាទគឺខ្ញុំកំពុងតែចង់លក់កូនខ្លះដែរបាទព្រោះកូនវាកើនច្រើនមែនទែនបាទហើយវាស៊ីតែបន្លែស៊ីអីទេបាទអញ្ចឹងគឺងាយស្រួលក្នុងការចិញ្ចឹមណាបាទអ្វីដែលខ្ញុំនិយាយនេះគឺខ្ញុំនិយាយតែសត្វណាដែលងាយស្រួលចិញ្ចឹមឯងអញ្ចឹងប្រភេទខ្យងនេះក៏ជាប្រភេទសត្វដែរបាទអញ្ចឹងគឺយើងចិញ្ចឹមហ្នឹងគិតថាវាងាយស្រួលហើយបងប្អូនអាចចិញ្ចឹមបានមិនថាតែស្រីប្រុសទេបាទចិញ្ចឹមបានដូចគ្នាហ្នឹងហើយអញ្ចឹងឥឡូវយើងវិលមកតទៅនឹងសត្វដែលមានតម្លៃតែម្ដងបាទគឺសត្វដែលតម្លៃរងថ្ងៃនេះបាទខ្ញុំសង្កេតឃើញបាទតាំងពីមុនកូវីដបាទគឺអត់មានអីក្រៅពីជ្រូកទេបាទរាល់ថ្ងៃនេះបាទគឺជ្រូកកំពុងតែមានទីផ្សារល្អបាទទីផ្សារល្អនេះគឺវាទៅតែមានទីផ្សារល្អទៅតែប្រហែលខែនេះទេបាទអញ្ចឹងគឺខ្ញុំគិតថាបងប្អូនណាដែលគាត់ចង់ចាប់យកឱកាសណាបាទអញ្ចឹងបងប្អូនគួរតែចាប់ផ្ដើមចិញ្ចឹមជ្រូកទៅបាទសម្រាប់ខ្ញុំអត់សូវចូលចិត្តចិញ្ចឹមជ្រូកទេបាទប៉ុន្តែចង់ចិញ្ចឹមខ្លះដែរបាទប៉ុន្តែអត់ទាន់មានពេលវេលាគ្រប់គ្រាន់ណាបាទអញ្ចឹងខ្ញុំអត់ទាន់ហ៊ានដាក់ចិញ្ចឹមជ្រូកទេហើយក៏អត់ទាន់មានកន្លែងអីត្រឹមត្រូវដែរអញ្ចឹងគឺអត់ទាន់ហ៊ានចិញ្ចឹមប៉ុន្តែបាទហ្នឹងហើយបងប្អូនប៉ុន្តែអ្វីដែលខ្ញុំស្ដាយបងប្អូនបាទស្ដាយជាងគេនេះគឺសាច់គោរបស់យើងបងប្អូនបាទគឺវាអត់ទាន់នឹងឡើងថ្លៃមកវិញណាបាទដោយសារមួយរយៈមុនដែលមុនកូវីដអីនោះគឺតម្លៃគោគឺថ្លៃបងប្អូនបាទថ្លៃអញ្ចឹងជាកសិករយើងក៏ចិញ្ចឹមបានច្រើនអីចឹងទៅបាទប៉ុន្តែរងថ្ងៃនេះគឺកំពុងតែបោះបង់ភាគច្រើនគឺបោះបង់ហ្នឹងបងប្អូនបាទគឺមានមួយទេដែលគាត់ចាស់នៅតាមភូមិគាត់នៅចិញ្ចឹមណាបាទប៉ុន្តែគាត់ថា
អ្នកដែលធ្លាប់ចំគោពីមុនមកហ្នឹងឥឡូវគាត់អាចនឹងបែរមកចំជ្រូកបដាបដាបងប្អូនបាទថាតែខ្ញុំទេខ្ញុំក៏ចង់ចំជ្រូកដែរប៉ុន្តែគាត់ថាមិនទាន់មានកន្លែងអីត្រឹមត្រូវក៏ទាន់ហ៊ានចំហ្នឹងហើយតម្លៃគោគឺវានៅតែមិនឡើងអញ្ចឹងគឺភាគច្រើនគឺពិបាកមែនទែនបងប្អូនហើយខ្ញុំក៏អត់យល់ដែរហេតុអីបានជាតម្លៃជ្រូកវាឡើងប៉ុន្តែតម្លៃគោវានៅតែអត់ឡើងបងប្អូនវានៅតែមានអារម្មណ៍ថាវាដូចជាមិនស្មើភាពគ្នាណាបងប្អូនបាទបើសិនជាអាចថាតម្លៃគោឡើងតម្លៃប្រហែលជាដូចមុនអីបាទគឺជាកសិករបាទគាត់បាទជារីករាយបងប្អូនរីករាយមែនទែនហើយបាទព្រោះធម្មតាមកយើងដឹងអីថាសាច់គោបាទគឺវាឆ្ងាញ់ជាងសាច់ជ្រូកបងប្អូនណាហើយតម្លៃវាគួរតែថ្លៃជាងមិនវាត្រូវណាបាទហើយគោក៏ពិបាកនឹងមើលថែដែរបាទគឺមិនងាយទេបាទចំរាប់បានមួយនេះគឺរាប់ខែរាប់ឆ្នាំបងប្អូនបាទគឺពិបាកចំណាអត់ដូចជ្រូកទេបាទជ្រូកគឺតាមខ្ញុំសួរគេធ្លាប់ចំបាទគឺតែ3ខែរោឈ្មោលហ្មងរោឈ្មោលដាក់បាទហើយបាទ3ខែក្រោយគឺកើតដែរបាទកើតកូនហើយគឺភ្លេចខ្លួនគឺបានលក់ហើយបងប្អូនជ្រូកគឺលឿនណាស់បាទ3ខែ2ខែ3ខែហ្នឹងគឺអាចលក់បានហើយតែជ្រូកគោមែនទេបងប្អូនគោគឺ1ឆ្នាំ2ឆ្នាំហ៎បាទអញ្ចឹងគឺវាពិបាកហ្នឹងហើយអញ្ចឹងសម្រាប់ខ្ញុំគិតថាតម្លៃសត្វចិញ្ចឹមនៅពេលបច្ចុប្បន្ននេះគឺមានតែជ្រូកហ្នឹងឯងបាទដែលមានតម្លៃទីផ្សារល្អហើយបើសិនបងប្អូនណាចង់ចិញ្ចឹមគឺចិញ្ចឹមទៅបងប្អូនគឺអត់ខុសទេបាទជ្រូកគឺតម្លៃគួរសមបាទអាចថាយើងអាចចំទៅវាមិនជាខាតដែរបងប្អូនគឺវាអាចចំណេញបានខ្លះហ្នឹងហើយបើនិយាយពីតម្លៃមន់តម្លៃទាវិញគឺនៅតែដដែលទេបងប្អូនបាទគឺមិនខុសគ្នាទេបាទសម្រាប់នៅហាងតំបន់ខ្ញុំដែលគេធ្លាប់លក់អីអញ្ចឹងបងប្អូនបាទគឺបានតែ1គីឡូ14,000 15,000អីទេបាទដែលយើងលក់ឲ្យអ្នកភូមិបាន15,000បើតែយើងលក់ឲ្យឈ្មួញអីបានតែ14,000អីទេបងប្អូនបាទអញ្ចឹងគឺវានៅតែមិនជាថ្លៃអីណាស់ទេបាទព្រោះប៉ុណ្ណឹងគឺយើងកាច់កិនថ្លៃកន្ទុកថ្លៃអីទៅគឺមិនចំណេញទេបាទហើយកន្ទុកខ្ញុំដែលខ្ញុំទិញរងថ្ងៃនេះគឺថ្លៃដែរបងប្អូនបាទ1គីឡូ800ទៅ1000រៀលបាទនិយាយរួមទៅថ្លៃតែម្ដងបាទថ្លៃជាងស្រូវទៀតបាទអញ្ចឹងគឺមិនជាចំណេញទេបងប្អូនបាទយើងចិញ្ចឹមសត្វនេះក៏គ្រាន់ថាជាការស្រឡាញ់ទៅគឺយើងចិញ្ចឹមទៅបាទដើម្បីទុកហូបអីចឹងលក្ខណៈគ្រួសារឲ្យយើងណាទៅពេលយើងឃ្លានអីទៅក៏បងប្អូនមកលេងអីទៅក៏កាប់1កាប់2ទៅបាទយើងហូបហ្នឹងហើយមានតែប៉ុណ្្នឹងឯងគ្រាន់ថាឲ្យយើងលក់ដូរអីចំមន់ឲ្យកើតជាអ្នកមានអីមិនមែនទេបងប្អូនអើយបាទគឺមិនមានទេបាទគឺមិនអាចទេគ្រាន់ថាខ្ញុំចំនេះគឺដើម្បីឲ្យវាមានសពគ្រប់ណាបាទគឺយើងមានមន់មានទាបាទមានខ្យងអីចឹងទៅបាទហើយទីទៀតនឹងខ្ញុំនឹងពង្រីកបាទដាក់អីថែមទៀតចាំមើលសិនគ្រាន់ថាអត់រៀបចំរួចបងប្អូនណាហ្នឹងហើយចាំមើលទៅពេលខ្ញុំរៀបចំរួចនឹងធ្វើហើយវានឹងមើលហាញបងប្អូនបន្តទៀតបាទអញ្ចឹងវីដេអូនេះគឺដូចជាមិនមានអីទេបងប្អូនណាគ្រាន់តែនិយាយលេងបងប្អូនហើយក៏បង្ហាញបងប្អូនខ្លះបាទទៅនឹងការចិញ្ចឹមសត្វដែលងាយស្រួលចិញ្ចឹមជាងគេបាទហើយនឹងសត្វដែលវាមានតម្លៃទីផ្សារកំពុងតែល្អហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តការចិញ្ចឹមមិនថាខ្យងក៏ដោយបាទមាន់ទាក៏ដោយបងប្អូនអាចចិញ្ចឹមទៅដើម្បីយើងស្រឡាញ់ហើយយើងចិញ្ចឹមលេងទៅណាបងប្អូនបាទកុំអោយស្រឡាញ់បានតែស្រឡាញ់មិនហ៊ានចិញ្ចឹមខ្លាចនេះខ្លាចនោះបាទគឺវាមិននេះអត់អត់ទៅចម្រើនទេបងប្អូនបាទចឹងហើយបាទចឹងវីដេអូរបស់ខ្ញុំដូចមានអីច្រើនទេបងបាទគ្រាន់តែនិយាយទៅបាទដូចជាអត់មានន័យខ្លឹមសារអីទេបាទគ្រាន់តែនិយាយចុះនិយាយឡើងគឺมันមានគោលបំណងអីឲ្យបងប្អូនអានចិត្តទេបាទហើយសិនបងប្អូនស្រឡាញ់រាប់អានបាទកុំភ្លេចបាទចុច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បី follow page ខ្ញុំម្នាក់មួយទៀតបាទដើម្បីទទួលបានវីដេអូនៃការចិញ្ចឹមសត្វហើយនៅកំណត់ផ្សេងបាទពីខ្ញុំបន្តទៀតបាទចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយក៏អរគុណច្រើនបាទសូមជម្រាបលាបាទបាយបាយ